សូមក្រាបថ្វាយបង្គំព្រះថេរានុថេរៈគ្រប់ព្រះអង្គសូមគោរពនិងជម្រាបសួរបងប្អូនជនរួមជាតិទាំងអស់ជាទីគោរពនិងជាទីរាប់អានសេចក្តីប្រកាសថ្កោលទោសរបស់ក្រសួងមហាផ្ទៃក្រសួងមហាផ្ទៃសូមប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការនិងធ្ងន់ធ្ងរបំផុតចំពោះទំព័រ Facebook និរទេសខ្លួននៅឯក្រៅប្រទេសចំនួន2ឈ្មោះសម្ដេចសេងរតនាដែលម្ដងហើយម្ដងទៀតធ្វើសកម្មភាពញុះញង់អុចអាលឲ្យកងកម្លាំងនគរបាលជាតិចំណុះក្រសួងមហាផ្ទៃសហការនឹងកងកម្លាំងផ្សេងទៀតប្រឆាំងនឹងរាជរដ្ឋាភិបាលដែលកើតចេញពីការបោះឆ្នោតយ៉ាងស្របច្បាប់និងគណនី TikTok ឈ្មោះសេរីសុភា37ដែលបានថ្លែងព័ត៌មានដោយបំភ្លៃថាសម្ដេចក្រឡាហោមសខេងនឹងក្លាយជានាយករដ្ឋមន្ត្រីនាពេលខាងមុខដែលផ្ទុយពីការបញ្ជាក់ជារឿយៗរបស់សម្ដេចថាលោកគ្មានមហិច្ឆតាបន្តិចបន្តួចតតែសោះចង់ធ្វើជានាយករដ្ឋមន្ត្រីនោះក្រសួងមហាផ្ទៃសូមបញ្ជាក់ថាតាមផ្លូវច្បាប់បន្ទាប់ពីបោះឆ្នោតផ្ដល់សេចក្តីទុកចិត្តពីសំណាក់រដ្ឋសភាជាតិលើរាជរដ្ឋាភិបាលទាំងមូលក្រសួងមហាផ្ទៃគឺជាសេនាធិការរបស់រាជរដ្ឋាភិបាលមានតួនាទីភារកិច្ចគ្រប់គ្រងរដ្ឋបាលដែនដីកងកម្លាំងនគរបាលជាតិនិងមន្ត្រីពន្ធនាគារក្រោមការបញ្ជាដឹកនាំរបស់សម្ដេចនាយករដ្ឋមន្ត្រីដើម្បីបម្រើសេវាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈស្ថិរភាពសុវត្ថិភាពសង្គមនិងសុខសន្តិភាពជូនប្រជាពលរដ្ឋពុំមែនដើម្បីផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់នោះឡើយដូច្នេះសាររបស់សកម្មជនប្រឆាំងជ្រុលនិយមខាងលើគឺជាឧបាយកលទុច្ចរិតញុះញង់អុចអាលបំបែកបំបាក់សាមគ្គីភាពផ្ទៃក្នុងដោយដែលបុគ្គលដែលហៅខ្លួនឯងថាសម្ដេចសេងរតនាបានអះអាងថាគេនៅមានក្លេជាច្រើនទៀតប្រឌិតឡើងដើម្បីធ្វើឲ្យជំរុំទេវតាឆេះដែលគេចង់សម្ដៅដល់រាជរដ្ឋាភិបាលស្របច្បាប់បច្ចុប្បន្ននិងអនាគតគំនិតដ៏ស្មោកគ្រោកទាំងនេះគឺជាអ ுக ្រិតកម្មនយោបាយនិងជាបទល្មើសព្រហ្មទណ្ឌធ្ងន់ធ្ងរដែលអាចបង្កអន្តរាយដល់ប្រជាជននិងជាតិតាមរូបភាពចិញ្ចឹមចិត្តញុះញង់ឲ្យកងកម្លាំងសាធារណៈងើបបះបោរប្រឆាំងនឹងរាជរដ្ឋាភិបាលស្របច្បាប់ក៏ប៉ុន្តែផ្ទុយទៅវិញកម្លាំងសាធារណៈជាពិសេសកងកម្លាំងនគរបាលជាតិទាំងអស់ពុំដែលមានការភ័ន្តច្រឡំលំតាមមនោគមវិជ្ជាអកតេនោះទេគឺមានតែសាមគ្គីភាពយ៉ាងរឹងមាំគាំទ្ររួមគិតរួមធ្វើរួមទទួលខុសត្រូវជាមួយរាជរដ្ឋាភិបាលស្របច្បាប់ក្រោមអគ្គមគ្គទេសរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដោយឥតងារេជាពិសេសក្នុងតម្លៃណាក៏ដោយកងកម្លាំងនគរបាលជាតិនិងមន្ត្រីចំណុះក្រសួងមហាផ្ទៃទាំងអស់បដិញ្ញាការពារឲ្យខាងតែបាននៅស្ថិរភាពនិងសន្តិភាពសូមអរព្រះគុណនិងអរគុណ